sore throat นั่นคือแปลថាឈឺកតែម្ដងបងប្អូនបាទ sore eyes បាទ sore eyes បាទអញ្ចឹង sore eyes បានន័យថាឈឺភ្នែកឧទាហរណ៍ថាបាទនាងឈឺភ្នែកយើងនិយាយថា she has sore eyes បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅសិក្សាអំពីជំងឺម្ដងបងប្អូនបាទនេះទី1គឺឈឺកបាទទី2ឈឺភ្នែកទី3កាត់មុននិងទី4កញ្ជ្រឹលបាទអញ្ចឹងថាតើជំងឺទាំង4នេះជាភាសាអង់គ្លេសយើងនិយាយដូចម្ដេចឥឡូវយើងទៅសិក្សាទាំងអស់គ្នាបងប្អូនបើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់សិក្សាបន្ថែមចុះឈ្មោះសិក្សាវគ្គអង់គ្លេសកម្រិតដំបូងឥឡូវនេះបងប្អូននឹងចេះស្រាក់ផ្សេងជាអ្នកការអានការសរសេរសម្រាប់បងប្អូនដែលមិនទាន់ចេះសោះសូមខមមិនពាក្យថា yes នៅខាងក្រោមវីដេអូបាទឥឡូវបងប្អូនមើលទី1គឺឈឺកបាទអញ្ចឹងឈឺកជាភាសាអង់គ្លេសយើងនិយាយបែបនេះបងប្អូនបាទគឺ sore throat បាទអញ្ចឹង sore throat ហ្នឹងគឺប្រែថាឈឺកតែម្ដងបងប្អូនបាទនេះបងប្អូនមើលឈឺកបែបនេះដូចជាយើងនិយាយច្រើនពេកអីចឹងទៅគឺឈឺកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំឈឺកយើងនិយាយជាភាសាអង់គ្លេសបែបនេះបងប្អូននេះ I have a sore throat បាទម្ដងទៀត I have a sore throat អញ្ចឹងមួយប្រយោគហ្នឹងប្រែថាខ្ញុំឈឺកបាទអញ្ចឹងបញ្ជាក់បងប្អូនថាឈឺកយើងនិយាយថា sore throat បាទឥឡូវយើងទៅបន្តទៀតឈឺភ្នែកវិញបងប្អូនបាទឈឺភ្នែកនៅពេលដែលយើងមើលកុំព្យូទ័រឬក៏ទូរស័ព្ទអីច្រើនពេកអញ្ចឹងទៅណាពន្លឺច្រើនពេកហ្នឹងបាទអញ្ចឹងធ្វើឲ្យយើងឈឺភ្នែកអញ្ចឹងយើងនិយាយបែបនេះបងប្អូនណាគឺ sore eyes បាទ sore eyes បាទអញ្ចឹង sore eyes បានន័យថាឈឺភ្នែកបងប្អូននេះឈឺភ្នែកបែបនេះបាទឧទាហរណ៍ថានាងឈឺភ្នែកបាទនាងឈឺភ្នែកយើងនិយាយថា she has sore eyes បាទម្ដងទៀត she has sore eyes អញ្ចឹងមួយប្រយោគហ្នឹងប្រែថានាងឈឺភ្នែកបាទអញ្ចឹងកន្លែង sore eyes ហ្នឹងគឺប្រែថាឈឺភ្នែកបាទអញ្ចឹងបើសិនជាបងប្អូនចង់និយាយថាខ្ញុំឈឺភ្នែកវិញបងប្អូនដូរតែកន្លែង she នេះដាក់ I វិញមកបាទណាអញ្ចឹងគឺអាចប្រើបានដូចគ្នាឥឡូវយើងទៅបន្តទៀតចុះកាត់មុនវិញបាទកាត់មុនដូចជាកាត់មុននៅលើមុខអីចឹងណាអញ្ចឹងនេះអង់គ្លេសគឺយើងនិយាយថា acne បាទអញ្ចឹងមួយពាក្យថា acne នេះគឺប្រែថាមុនបងប្អូនបាទមុននៅលើមុខយើងហ្នឹងបាទនេះកាត់មុនបែបអញ្ចឹងបាទអញ្ចឹងនេះបងប្អូនមើលប្រយោគឧទាហរណ៍ she has acne on her face បាទម្ដងទៀត she has acne on her face ណាអញ្ចឹងមួយប្រយោគហ្នឹងនាងកាត់មុននៅលើមុខរបស់នាងបាទឬក៏ថាយើងនិយាយយ៉ាងខ្លីថានាងកាត់មុនអញ្ចឹងក៏បានដែរបងប្អូនបាទអញ្ចឹងពាក្យ acne ហ្នឹងគឺប្រែថាមុន on ហ្នឹងនៅលើបាទ her គឺប្រែថារបស់នាង face ហ្នឹងគឺមុខណាអញ្ចឹងនាងកាត់មុននៅលើមុខរបស់នាងបាទអញ្ចឹងពាក្យថាកាត់មុនគឺ acne បាទតោះឥឡូវយើងទៅចុងក្រោយបងប្អូនបាទចុងក្រោយគឺជំងឺកញ្ជ្រឹលបាទកញ្ជ្រឹលគឺបងប្អូនខ្លះធ្លាប់កាត់កញ្ជ្រឹលដឹងណាគឺកាត់ពេញខ្លួនអញ្ចឹងណាបាទអញ្ចឹងយើងនិយាយជាភាសាអង់គ្លេសបែបនេះបងប្អូនបាទយើងអានថា measles បាទ measles យើងអានថា measles ពាក្យហ្នឹងមាន s បងប្អូនដោយសារតែជា countable nouns បាទបានន័យថានាមដែលរាប់បានអញ្ចឹងយើងអានថា measles បាទប្រែថាកញ្ជ្រឹលនេះកាត់កញ្ជ្រឹលពេញខ្លួនបែបហ្នឹងបងប្អូនបាទឥឡូវបងប្អូនមើលប្រយោគឧទាហរណ៍ measles is a serious disease ម្ដងទៀត measles is a serious disease បាទអញ្ចឹងមួយប្រយោគហ្នឹងប្រែថាជំងឺកញ្ជ្រឹលគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយបាទអញ្ចឹងពាក្យនេះយើងអានថា disease ប្រែថាជំងឺបាទហើយ measles នេះគឺប្រែថាកញ្ជ្រឹលថ្ងៃបាទអញ្ចឹងបងប្អូនទន្ទិញទៅថ្ងៃនេះយើងសិក្សាតែប្រហែលពាក្យនេះទេបាទអញ្ចឹងថ្ងៃនេះយើងសិក្សាប៉ុណ្ណេះសិនយើងនឹងជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា
បើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់សិក្សាបន្ថែមចុះឈ្មោះសិក្សាវគ្គអង់គ្លេសកម្រិតដំបូងឥឡូវនេះបងប្អូននឹងចេះស្រាប់ជឿជាអ្នកការអានការសរសេរសម្រាប់បងប្អូនដែលមិនទាន់ចេះសោះសូមខមមិនពាក្យថា yes នៅខាងក្រោមវីដេអូ